សួស្តីចាខ្ញុំបង្ហាញពីការប្រើប្រាស់កង់នឹងបន្តិចចាទី1គឺយើងប្រើប្រាស់ទៅលើឆ្នាំងសាករបស់យើងនៅពេលដែលចាដោតចូលព្រីហើយរុនសាកវានៅកន្លែងនេះចាបាទរុនសាកវានៅកន្លែងនេះអញ្ចឹងនៅពេលដែលចាដោតចូលព្រីទៅវាចេញភាគរយអានេះបើចាត្រូវការជីឆ្ងាយទេយើងសាកត្រឹមតែ99ចុះក្រោមបានហើយបានន័យថាយើងត្រូវការជី90ក៏យើងអាចដកបានដែរយើងមិនបាច់ចាំសាកដល់100ក៏បានដែរចាតែបើក្នុងករណីយើងភ្លេចវាឡើងដល់100ក៏អត់អីទេចាអញ្ចឹងចាតែគ្រាន់តែខ្ញុំប្រាប់ហ្នឹងការពារខ្លាចថ្ងៃណាមួយសាកវាខូចអូតូនៅពេលរបៀបពេញហើយវានៅតែសាកវាធ្វើឲ្យប៉អង្គុយយើងអញ្ចឹងណាចាអញ្ចឹងបើយល់ល្អយើងសាកត្រឹម99ចុះក្រោមបានហើយការប្រើប្រាស់សោរបស់យើងមាន2ចាសោធម្មតានិងប្រភេទ Smart Key សោធម្មតាងាយទេដើម្បីបញ្ឆេះវាយើងគ្រាន់តែចាក់វាហើយយើងកាច់មកស្ដាំមកបាទនេះវាឆេះហើយតែគ្រាន់តែពេលដែលវាឆេះដំបូងគឺវាជាប់អក្សរពេបាទអក្សរពេហ្នឹងគឺយើងមូក្រាទៅមុខទេបាទមូក្រាទៅមុខទេអញ្ចឹងយើងត្រូវការចុចអក្សរពេនេះមួយបាទអក្សរពេនេះអានេះបើយើងចុច2ដងវានឹងលោតពេវិញហីបាទអញ្ចឹងយើងចុចតែម្ដងទេបាទដល់ពេលដែលវាលោតលេខ0អញ្ចឹងគឺយើងអាចមូក្រាទៅហើយបាទហើយចំពោះការមូក្រាហ្នឹងយើងមាន2លេខអក្សរ L នេះលេខយឺតអក្សរ H នេះលេខលឿន H នេះមូបាន44អញ្ចឹងណាហើយអក្សរ L មូបានត្រឹម42បាទវាខុសគ្នាបន្តិចជួយដែរទេហើយអានេះកងតាក់សុំផ្លូវនឹងវាលោតសញ្ញោម្ដង2បាទអញ្ចឹងអានេះជាទូទៅយើងអត់សូវប្រើទេបាទយើងអត់សូវប្រើទេហើយអានេះសញ្ញោឆ្វេងស្ដាំហើយអានេះបើកភ្លើងបិទភ្លើងហើយនេះយើងមានហ្វាក្រោមវាភ្លឺបាទភ្លឺល្អយប់ឡើងយើងជិះភ្លឺល្អហើយអានេះកងតាក់ស៊ីផ្លេបាទនេះកងតាក់ស៊ីផ្លេហើយមួយទៀតការប្រើប្រាស់ Smart Key ដើម្បីប្រើ Smart Key យើងមិនបាច់ប្រើសោនេះទេដើម្បីបញ្ឆេះវាយើងចុចសញ្ញារន្ទះនេះ2ដងបាទចុចសញ្ញារន្ទះ2ដងអញ្ចឹងដល់ពេលដែលចេញមកគឺយើងប្រើប្រាស់ដូចទៅការប្រើប្រាស់សោយើងធម្មតាដូចគ្នាណាបាទហើយអានេះថ្មរបស់វាចានេះវាពេញហើយចាវាពេញហើយណាបើសិនជាករណីវាអស់ខាងឆ្វេងមុនចាវាអស់ពីខាងឆ្វេងមុនអស់ពីលើម្ដងមួយកម្មអញ្ចឹងណាចារហូតដល់ក្រហមអស់ក្រហមទៀតបានន័យថាអស់រលីងហើយអញ្ចឹងអានេះជាធម្មតាអស់មួយកម្មយើងចាប់តាមសាកវាទៅចាដោយសារតែកម្មទី1របស់វាច្រើនណាចាអញ្ចឹងវាធ្លាក់មួយកម្មហើយយើងត្រូវសាកវាទៅល្អចាហើយដើម្បីផលិតវាយើងចុចអកដាលនៅពេលដែលយើងទុកចោលខ្លះចោលមកលួចយើងអាចចាក់លុកវាបានលុកហ្នឹងនៅពេលដែលចោលគាត់មកបដាឬក៏គាត់មករុនអញ្ចឹងវាលឺសារ៉ែនណាបាទលឺសារ៉ែនហើយកង់វាវិលទេឧទាហរណ៍ថាសោគាត់មានចោលគាត់មានសោមកចាក់អញ្ចឹងបាទវានឹងលឺសារ៉ែនវាលឺសារ៉ែនបែបហ្នឹងហើយកង់វាវិលទេបាទកង់វាទាំងអញ្ចឹងបាទហើយដើម្បីដោះលុកហ្នឹងគឺយើងចុចអកដាលបាទដើម្បីដោះលុកជាអកដាលហើយអានេះគឺជាកងតាក់ជាកន្លែងសាកថ្មបាទដោយ USB យើងប្រើសាកថ្មបានបាទចាចំពោះការប្រើប្រាស់កង់យើងមានតែប៉ុណ្្នឹងចាអរគុណច្រើនចាមានចម្ងល់អីអាចសួរបាន